អតីតសង្សារគម្រាមសម្លាប់នារីជាគូស្នេហ៍បរិះចំណាស់ម្នាក់រងការចោទប្រកាន់ពីអតីតសង្សារថាជេរប្រមាថនឹងបានគម្រាមសម្លាប់ក្រោយសំបែកគ្នាស្ត្រីរងគ្រោះមានឈ្មោះថាអេងគុណអាយុ41ឆ្នាំរស់នៅភូមិកំពង់ខ្លាញ់ឃុំជលសាស្រុកជលគិរីខេត្តកំពង់ឆ្នាំងបានរៀបរាប់ថារូបគាត់គឺជាស្ត្រីមេម៉ាយកូនពីរបានចាក់ចេញពីស្រុកកំណើតទៅធ្វើការងារជាកម្មកររោងចក្រនៅរាជធានីភ្នំពេញនៅក្នុងអំឡុងពេលនោះបានស្គាល់បរិះម្នាក់ដែលមានឈ្មោះថាខឹមសំខាន់អាយុ81ឆ្នាំរស់នៅភូមិ4សង្កាត់អូឡ িম্প ិកខណ្ឌបឹងកេងកងរាជធានីភ្នំពេញក៏បានអះអាងថាជាបរិះពុះម៉ាយនិងរួមរស់នៅជាមួយគ្នាបានរយៈពេលជិត10ឆ្នាំមកហើយនៅពេលដែលទទួលដំណឹងថាបរិះខាងលើមិនមែនជាពុះម៉ាយនោះគឺមានប្រពន្ធកូនទៅសម្រាប់ចិត្តសំបែកគ្នាដោយព្រួយបារម្ភខ្លាចមានបញ្ហានៅថ្ងៃមុខនិងបានព្រមព្រៀងចែកផ្លូវសាងអនាគតថ្មីរៀងៗខ្លួនដោយជួយសម្របសម្រួលគ្នាមាត់នឹងមាត់ជាពិសេសនោះគឺភាគីខាងលោកខឹមសំខាន់ស្នើឲ្យសងលុយចំនួន$3000ដៃចម្ពាក់ប៉ុន្តែសំណងនេះត្រូវបានសងជាការកាត់ដីដែលបង់រំលោះផ្ទៃឈ្មោះឲ្យជំនួសវិញនិងមានការឯកភាពផងដែរដោយយល់ឃើញថាការងារនេះដោះស្រាយរួចរាល់គាត់ក៏បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយនឹងបរិះម្នាក់ទៀតតែតាំងពីពេលនោះភាគីលោកខឹមសំខាន់មករករឿងនឹងគម្រាមសម្លាប់ទាំងគ្រួសារក៏រកសមត្ថកិច្ចឲ្យជួយចំណែកឯភាគីលោកខឹមសំខាន់ក៏បានដាក់ពាក្យប្តឹងភាគីខាងស្រីវិញនិងបានបដិសេធការចោទប្រកាន់ទាំងស្រុង